ព្រៃភ្នំជុំសពឥតស្ងប់ព្រះពាយសមុទ្រទាំងឡាយឥតស្ងប់រលកមេឃមិនស្រឡះឥតខ្វះពពកមាសសិតមិនយកទៅរកដុំថ្មសាពូជមិនដោះបន្ទោសតែក្របជាងសាមិនជាប់បន្ទោសសំណស្រមោចរោមនំទៅបន្ទោសស្គរដេកផ្អៀងថ្លោះកទៅបន្ទោសខ្នើយបើចិត្តក្រោតខឹងនឹងបុគ្គលណាមិនត្រូវប្រហារព្យាបាទគេឡើយគឺត្រូវសម្លាប់ក្តីក្រោតនោះហើយសន្តានបានស្បើយលះហើយដេកជាសុខអ្នកឈ្នះរមែងមានពីវេរាអ្នកចាញ់ក្រំគ្រារមែងរងទុក្ខអ្នកឥតក្រោតខឹងរមែងបានសុខចិត្តស្រួលស្រណុកព្រោះឥតសត្រូវពីពុំដែលស្ងប់ដោយការចងពៀអ្នកបៀតបៀនគ្នារមែងអាស្រូវអ្នកមានមេត្តាចិត្តឥតខូខើពិតដើរចំផ្លូវព្រះអរិយៈលំហអាកាសស្រឡះបវរជាទីត្រាច់ចរនៃសត្វបក្សីរុក្ខជាតិព្រៃភ្នំមនោរម្យប្រពៃជាទីត្រាច់នៃមរគីមរគាទន្លេជលសាមហាសាគរជាទីត្រាច់ចរមច្ឆានានាសង្ខារតាក់តែងក្មេងចាស់យោរាជាទីលីលានៃការមិនទៀងកាយមួយខណ្ឌ5ចូលចាំប្រុងស្ដាប់ដកខណ្ឌមួយស្លាប់នៅតែរូបរាងគល់ឈើធ្វើអស់នោះគ្រាន់បើជាងគួខ្ពើមគួរៀងគួវៀងរោគធរកំអាងមានទ្របជាប់ដោយយុស័កសេចក្តីមរណៈឥតស្គាល់មានក្រអ្នកសាងកុសលតែងជួបផលល្អអ្នកសែបគប់ធរមិនសូវតក់ស្លុតកុំយកឈើពុកមកធ្វើចិន្តាកុំធ្វើដំណើរដោយឥតគោលដៅគុំពីនៅមានកុំចោលសំណៅក្រែងខុសគោលដៅវង្វេងក្នុងព្រៃផ្លូវនៅមានស្នាមគួរតាមប្រព្រឹត្តកាន់ធរសុចរិតនោះទៅប្រពៃរឿងតូចរឿងធំផ្ដុំជារឿងថ្មីរឿងចាស់មានន័យគប្បីរក្សាកុំដើរលាក់ដានដូចសន្តានចោលផ្លូវអមោហោគួរតែយាត្រាកុំដើរភ្លេចខ្លួនពួនលើកអាត្មាចេះពីតម្រាថារៀនឥតគ្រូជំរុំចិត្តឈើដុះលើភ្នំជំរុំបាក់សីឈើដុះក្នុងព្រៃជំរុំរគាឈើដុះក្នុងទឹកជំរុំមច្ឆាឈើដុះក្នុងផ្សារបង្អួតទេសចរឈើសាងផ្ទះធំជំរុំអ្នកមានខ្ទមតូចគៀនជំរុំអ្នកក្រសាងវត្តអារាមជំរុំអ្នកធម៌សាងកុសលល្អជាជំរុំចិត្តរោគមលប់ជ្រោកពួនព្រោះតែក្តៅកាយដំបៅមិនคลายព្រោះមានថ្នាំបិទមិនបៀតបៀនគេព្រោះតែអាណិតចង់ត្រជាក់ចិត្តមិនដេចមិនរៀនធម៌ចេះធម៌វិន័យសំដីពីរោះទទួលកិត្តិយសមានគេឈ្មោះល្អចិត្តកត្រជាក់មានអ្នកកំដរគឺមិត្តព្រះធម៌ល្អប្រពៃណាស់គ្មានអ្វីត្រជាក់ជាងអ្នកយល់ធម៌គ្មានអ្វីដែលល្អជាងធម៌ព្រះគ្មានអ្វីសមរម្យជាងអោនសំពះបើជ្រោកក្នុងផ្ទះជំរះចិត្តផងអត្ថបទកំណាព្យនិពន្ធដោយឧបាសកគុយសុធនហៅអំប្រុសសូមអនុមោទនាក្រហមចិត្តភ្លឺឮមាត់សំសិលតែមាត់រអិលចេញពីដំណេកយុគមិញយល់សពភ្លេចចាក់កន្ទុយលេខ
រវល់តែដេកភ្លេចចាក់ខ្ទង់ខ្សែក្រហមចិត្តភ្លឺលឺមាត់សំសិលភ្លឺភ្លៀងរអិលអ្នកខលកុំក្បែរត្រីឡើងច្រើនណាស់នៅតាមភ្លឺស្រែខ្ញុំមិនហ៊ានក្បែរគ្រាន់តែប្រើគេក្រហមចិត្តភ្លឺលឺមាត់សំសិលកុំមាត់រអិលតាមទៀមកាហ្វេពេញពេលមួយព្រឹករលឹកតែដើមគេគ្មានពេលទំនេររៀនទេធរអាថ្ងៃសិលម្សិលមិញឃើញចេញពីវត្តពោលថានឿយហត់មាត់ធំសូរារឿងនេះគួរស្លុតស្រយុតចិន្តាយកមកុដទេវតាពាក់ទៅអាវវជ័យគេឲ្យទៅរកសប្បុរសថាអត់ដឹងនៅឯណាគេឲ្យទៅរកផ្ទះអាចារ្យថាមិនស្គាល់គេឲ្យទៅរកអ្នកត្រួសិលថាទៅមិនដល់ស្ដាប់ធរថារវល់បោកភួយមុងថ្ងៃសិលថារវល់ជាប់ដេកាត់ថ្ងៃអាទិត្យថារវល់ឆាស្ងោហុង8កើតថារវល់ទៅទីក្រុងពេញបុលថាប្រុងទៅចំការពេលថ្ងៃថារវល់ក្រែមជាប់មាត់ខែដាច់ថាមិនដឹងទៅវត្តណាពេលល្ងាចថារវល់ជាប់ចាត់ចែងការពេលយប់នោះថាសម្រាកកាយនៅក្មេងថាទោះឯងវាក្រមុំដល់ទៅចាស់ជំនុំថាទោះឯងវាមេម៉ាយទៅវត្តក្រែងមាត់គេចំណាយថាមាននិស័យនឹងលោកសង្ឃមានប្តីថាទោះតែឪវាចំណែកតាថាទោះតែចាក់យាយមិនសូវស្រួលអង្គចំណែកមីងថាទោះតែចោលកូនឲ្យរហ័ងរីឯបងថាគ្មានមនុស្សចាំផ្ទះអនុមោទនា